នៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញអំពី layer យើងផ្សេងទៀតដែលខ្ញុំនឹងបង្ហាញនៅក្នុងមេរៀនទី3នេះខ្ញុំនឹងធ្វើអំពី shape layer ដើម្បីយើងបង្កើត shape layer បានយើងអាចចូលមកខាងឆ្វេងដៃនៃកម្មវិធី Adapt Photoshop របស់យើងនឹងឃើញមាន tool ជាច្រើនបានឃើញហើយអ្វីដែលខ្ញុំចង់បង្ហាញនៅកន្លែងនេះយើងអាចចូលមកចំណុចចុចនេះដើម្បីយើងជ្រើសរើស shape layer នេះជា shape layer មាន rectangle tool ellipse tool polygon tool មាន line tool ហើយនិង customize shape tool នេះជាប្រភេទ shape layer ចឹងខ្ញុំសូមយកប្រភេទ ellipse មក ellipse tool បន្តមកទៀតខ្ញុំបន្ទាប់ពីខ្ញុំคลิกយក ellipse tool លើនេះហើយបន្តមកនេះខ្ញុំคลิกមកឆ្វេងមួយខ្ញុំទាញមកអូខេបន្តមកទៀតខ្ញុំបានជាបែបនេះទម្រង់បែបនេះ វាចូលនៅក្នុង property ដើម្បីបង្ហាញអំពីទំហំក៏ដូចជាមុំដែលយើងបានផ្សេងៗដែលយើងប្រើបានគូរនៅលើ shape layer នេះអញ្ចឹងយើងអាចចូលមក layer វិញបន្តមកទៀតគេដាក់ ellipse អញ្ចឹងមានន័យថា ellipse នេះមានន័យថាជាប្រភេទ shape layer ហើយដែលយើងបានគូរនឹងដែលខ្ញុំបានបង្ហាញមិញហ្នឹងគឺវាមានច្រើនវាមាន rectangle tool វាមាន ellipse មាន polygon មាន line មាន customize shape អញ្ចឹងនេះគឺជាប្រភេទនៃ shape layer វីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាវីដេអូនេះល្អសម្រាប់បងប្អូនគ្នា កុំភ្លេច follow និង subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបាទអរគុណជួបគ្នាជាមួយខ្ញុំនៅវីដេអូ